សូមស្វាគមន៍សម្រាប់ការមកកាន់គេហទំព័រ khmermech168.com អញ្ចឹងថ្ងៃនេះយើងនឹងលើកយករូបមន្តដែលយើងធ្លាប់បានរៀនពីមុនមកប៉ុន្តែលក្ខណៈ combine ជាមួយនឹង operator ឬក៏ហៅថាសញ្ញាណាអញ្ចឹងមេរៀនមុនយើងបានសិក្សារូបមន្ត sum if និង sum if ដែលមាន s រួចហើយតែមេរៀននេះយើងវាលក្ខណៈ review ឬក៏ហៅថាគំនិតបន្ថែមថ្មីដែលយើង combine ជាមួយនឹង operator អញ្ចឹងយើងប្រកាសយើងធ្លាប់ស្គាល់ហើយ operator comparison operator យើងមានសញ្ញាស្មើធំជាងឬស្មើណា greater than តូចជាងឬស្មើតូចជាងធំជាងឬស្មើតូចជាងឬស្មើហើយនេះគឺ not equal to មានថាខុសពីសញ្ញាខុសពីណាអញ្ចឹងយើងធ្លាប់ដល់ចងទៅយើង select លក្ខខណ្ឌ sum if criteria range តែលក្ខខណ្ឌដែលគេឲ្យទៅទីនេះវាលក្ខណៈ complicate បន្តិចលក្ខណៈស្មុគស្មាញបន្តិចដោយសារវាអត់ត្រង់ពេកទេអញ្ចឹងយើងត្រូវការចងលក្ខខណ្ឌ combine ជាមួយនឹង operator អញ្ចឹងគោលបំណងកន្លែងនេះយើងមានគេមានឧទាហរណ៍មកគេមានលេខ ID របស់អតិថិជនហើយនេះគឺតាក់ទងជាមួយនឹង payment date របស់គាត់ហើយនឹង currency ហើយនឹង transaction amount បានចំនួនដែលគាត់ transaction របស់គាត់ដែលគាត់ទូទាត់មកយើងណាជារបស់អតិថិជនមួយអញ្ចឹងមានលេខរៀងមកច្រើនហើយសិនអញ្ចឹងឧទាហរណ៍ថាកន្លែងនេះគឺចង់បានថាតើចន្លោះពីថ្ងៃ1ខែ1ដល់ថ្ងៃនេះ31ខែ1បានថាក្នុងខែ January ហ្នឹងខ្មែររៀលយើងប្រមូលទៅ transaction ហ្នឹងបានប្រមាណហើយជាប្រាក់ដុល្លារបានប្រមាណហ្នឹងណាអញ្ចឹងកន្លែងនេះគឺយើងគិតទៅគិតថាលក្ខខណ្ឌយើងមានតែ2ឯងជាមួយនឹងជាមួយគឺ date ចង់បាននៅក្នុងខែ Jan ហើយ currency ចង់បានតែខ្មែររៀលទេអញ្ចឹងមានតែ2ប៉ុន្តែពេលដែលយើងទៅសេជាក់ស្ដែងយើងត្រូវការមាន criteria range រហូតដល់3អញ្ចឹងគេមើលយើងធ្វើយ៉ាងម៉េចអញ្ចឹងយើងអនុវត្តទាំងអស់គ្នាសញ្ញាស្មើ sum if អូខេ sum range អញ្ចឹងវាបោះ sum range អញ្ចឹងយើងបោះ sum range យើងចង់បូកអានេះជាង absolute value វាមកបន្ទាប់មកយើង criteria range 1យើងយក currency របស់យើង absolute ដូចគ្នាហើយយើងយកតែ3 real ទេណា lock ឡើងនេះអូខេខ្ញុំ lock តែ column ទេអញ្ចឹងបន្តមកទៀត criteria rank 2របស់យើងគឺ date អញ្ចឹងណាវាអញ្ចឹងយកតែខែ January អញ្ចឹងតើ date របស់យើងយកមិនគឺយកក្នុងខែ January អញ្ចឹងវាប្រកាសជាធំជាងឬស្មើថ្ងៃ1ខែ Jan 2014អញ្ចឹងយើងយកលក្ខខណ្ឌរបស់វាធំជាងឬស្មើអញ្ចឹងយើងត្រូវអមក្នុងសញ្ញា double quote គេហៅថាធ្មេញកណ្ដាលអញ្ចឹងបានថាវាធំជាងឬស្មើណាសញ្ញាដែលយើងយកមកប្រើនេះយកសញ្ញានេះមកប្រើហើយយើងបិទធ្មេញកណ្ដាលឬក៏គេហៅថា double quote វិញហើយផ្គុំដោយសញ្ញា n មួយនេះថា n ហ្នឹងគឺភ្ជាប់សម្រាប់ភ្ជាប់ណាអញ្ចឹងឲ្យតែវាធំជាងឬស្មើណាហើយយកដាក់ n ទេវាអត់អាច select វានឹងបានទេភ្ជាប់វាអត់ស្គាល់ទេហើយហ្នឹងតបមកទៀត criteria range 2អញ្ចឹងយើងបានថាធំជាងឬស្មើថ្ងៃ1ខែ Jan អញ្ចឹងត្រូវដាក់មកលក្ខខណ្ឌទៀតបើស្អីយើងអត់យល់អញ្ចឹងឲ្យធំជាងអញ្ចឹងថ្ងៃ1ខែ2ខែ3បូកទាំងអស់ហើយអញ្ចឹងយើងអត់ទេយើងត្រូវខ្ទាស់មកលក្ខខណ្ឌទៀតវាធំជាងថ្ងៃ1ខែ Jan ប៉ុន្តែវាតូចជាងឬស្មើនេះធំជាងឬស្មើបានថ្ងៃ1វាយកតែវាតូចជាងឬស្មើវិញអីគេអញ្ចឹងទៅ select criteria date ដែរបន្តមកទៀតយើងខមមួយ criteria របស់វាគឺអីគេយើងដាក់ស្មើវាតូចជាងឬស្មើវិញតូចជាងឬស្មើអីគេត្រូវតូចជាងឬស្មើថ្ងៃ31យើងបិទលក្ខខណ្ឌវាត្រឹមនឹងវិញណាតែយើងបិទ row lock row វាឥឡូវនេះដើម្បីកុំឲ្យវាកិល
enter ឃើញ900000តែយើងនឹងមិនត្រូវយើងត្រូវ filter តែសាកម្ដងមើលបងប្អូនថាខែ January អូខេ currency ខ្មែរយើងស្លេចយកតែ currency ខ្មែរមកដោះ currency ដុល្លារចេញយើងបូកមកមានប៉ុន្មាន900000ឃើញត្រឹមត្រូវហ៎អូខេចាឥឡូវយើង copy នេះមកក្រោមថាដុល្លារមានប្រមាណអញ្ចឹងខ្ញុំស្លេចយកដុល្លារវិញថាខែ January ដុល្លារមានប្រមាណនេះ$460ណា easy អញ្ចឹងពេលដែលយើងឃើញរៀងបែបហ្នឹងយើងគិតថាស្មុគស្មាញហ្នឹងនឹងធ្វើម៉េចអង្គុយ filter ស្លេចមួយតែពិតយើងអង្គុយចង3D ខណៈយើងឆ្នៃថែម fill ខាងលើនេះបន្តិចថែមមក row ខាងលើនេះមកឆ្នៃមកអញ្ចឹងយើងអាចចងលើក្រោយផាសទៅទិន្នន័យកន្លែងនេះចូលហើយវា summary ឲ្យយើងហើយយើងអាចចងឲ្យនឹងបាន copy ចល័តទៅមុខគឺចប់ណានេះវាចល័តឲ្យយើងទៅមុខអីគេថាឡើយនេះឆេងតម្លៃទៅវាប្រែប្រួលទៅតាមនឹងឯតម្លៃគេណាវាមូតម្លៃរបស់យើងប្រែប្រួលទៅតាមហ្នឹងវាសារវាស្គាល់រូបមន្តដែលយើងបានចងរួចហើយអញ្ចឹងកន្លែងនេះគឺសំខាន់ណាស់គឺសំខាន់យើងចេះរូបមន្តហើយនៅពេលដែលយើងជួបការងារសួស្ដីវាមានលក្ខណៈ complicate បត់បែនបន្តិចទៅយើងត្រូវចេះឆ្នៃវាដោយខ្លួនឯងបាទសូមអរគុណសម្រាប់ការមកកាន់គេហទំព័រខ្មែរ 168.com សូមអរគុណ